ជំរាបសួរបងប្អូនដាំដែលជាប្រជាកសិករដាំដុះនៅក្នុងស្រុកខ្មែរយើងនេះខ្ញុំចង់បង្ហាញពីជីកប៉ុសខ្ញុំបាទកាយជីកប៉ុសខ្ញុំដាក់ឈ្មោះថា MR នេះគឺឈ្មោះខ្ញុំម៉ារ៉ាណៃម៉ារ៉ាណាហើយបើនិយាយពីគុណភាពល្អការផ្ទៀងផ្ទាត់ល្អពីព្រោះបានថាល្អវាកើតចេញពីការផ្ទៀងផ្ទាត់និងលទ្ធផលពីបងប្អូនជាពលរដ្ឋដែលគាត់ប្រើហើយគាត់តែងតែប្រើបន្តទៀតអញ្ចឹងរបស់ល្អសឹងថាបាច់ផ្សាយពាណិជ្ជកម្មទេគាត់តគ្នាគាត់ប្រាប់តគ្នាហើយនេះគឺស្នាដៃកូនខ្មែរធ្វើពិតមានកន្លែងមានអីច្បាស់លាស់ហើយនេះកំពុងតែឡើងជីឲ្យបងប្អូនយើងចំនួន12តោនហើយក៏ត្រៀមធ្វើបន្តទៀតពីកាកសំណល់បងប្អូនជាពលរដ្ឋខ្មែរយើងណាគាត់ចិញ្ចឹមសត្វបើមានខ្ញុំក៏ទទួលទិញចូលដែរចិញ្ចឹមសត្វគឺលាមកគោលាមកមាន់អញ្ចឹងអាចយកមកច្នៃមកធ្វើជីបានហើយទាំងអស់នេះកំណុកនេះគឺធ្យូងអង្កាមមានធ្យូងកាមធ្យូងបើមានកាកសំណល់ច្រើនទៀតដែលមានកន្លែងយើងដាក់វាមានកម្រិតដោយសារតែឃ្លាំងយើងវាមិនតាន់ធំទលាយអញ្ចឹងកំពុងតែបរិច្ឆេទហើយនេះនិយាយអំពីគុណភាពរបស់វាគឺខ្ញុំបញ្ចូលច្រើនសារធាតុដែលជាអាហាររបស់រុក្ខជាតិចឹងបើចង់ដឹងពីព័ត៌មានលម្អិតអាចតំណខ្ញុំបានពីភាសាទៀតនេះមានពេលខ្លះខ្ញុំបកស្រាយទៅបងប្អូនជាពលរដ្ឋគាត់អត់ស្គាល់ភាសាបច្ចេកទេសទេចឹងគាត់នឹងដឹងថាវាមានសារធាតុគ្រប់គ្រាន់នៅក្នុងដំណាំណាសារធាតុគ្រប់គ្រាន់ឲ្យជាចំណីរបស់ដំណាំគឺត្រូវការវាណាចឹងធ្វើឲ្យដំណាំរបស់យើងវាលូតលាស់ល្អចឹងយើងឃើញហើយដូចជាចាក់ស្ដែងនៅក្បែរនេះក៏ខ្ញុំដាំទុរេនផងដែរឃើញទេទុរេននេះគឺយើងប្រើតែជីកប៉ុសនឹងយើងមើលទៅគាត់អែផងល្អប៉ុណ្ណឹងហើយអត់ដែលបាញ់ថ្នាំបាញ់អីទេគឺធម្មជាតិហ្នឹងហើយធម្មជាតិសូម្បីតែដើមស្វាយដើមអីខ្ញុំបងប្អូនមើលទៅស្លឹកវាយ៉ាងម៉េចគុណភាពល្អចឹងដូចជាមិនមានអីត្រូវពិបាកកង្វល់ទេបងប្អូនវាល្អទាំងគុណភាពល្អទាំងសុខភាពណាពេលបងប្អូនដាំទៅបានផលញ៉ាំអត់ប៉ះពាល់សុខភាពទេខ្ញុំធានាថាអត់ប៉ះពាល់សុខភាពទេហើយតមុំតបានបតុមយូរណាតមុំបានរកមកប្រើចូលខែមកពុកមកផុយមើលតែកូនឈើវាដោះហើយយកមកផ្សំគ្រឿងថែមទៀតអាហ្នឹងទុកឲ្យពុកផុយសិនណាហ្នឹងហើយមិនចេះយកមកប្រើប្រទេសផ្ដាស់បានទេជីត្រូវការភាពច្បាស់លាស់ហើយក៏មានឧបករណ៍វាស់ត្រឹមត្រូវអរគុណច្រើនអរគុណវែងពេកផាត់ចាញ់នេះ